ពេលបរោះនេះក្រោកឡើងភ្លាមគាត់បានឮសំឡេងស្រែកពីខាងក្រៅគាត់បានដើរទៅយកហើយមើលទៅក្រោមគ្រប់គ្នាស្រែកហូររត់ដើម្បីជីវិតមិត្តស្រីរបស់បរោះក៏ស្ថិតក្នុងចំណោមពួកគេដែរគាត់ហៀបនឹងស្រែកខ្ញុំបានរកឃើញមិត្តស្រីរបស់ខ្ញុំនិងបរោះម្នាក់ទៀតវីស្ត្រីចំណាស់ម្នាក់គាត់ពិតជាចាប់ផ្ដើមខំគាត់បរោះនោះមានការភ័យខ្លាចគាត់បានវាទៅផ្ទះរំពេចនោះមានមនុស្សម្នាក់បានរុញទ្វារចូលមកក្រៅគឺជាអ្នកជិតខាងរបស់បរោះគាត់បាននិយាយថាមានអ្វីកើតឡើងនៅខាងក្រៅសូមឲ្យបរោះយកគាត់ចូលដោយមិនរងចាំបរោះឆ្លើយអ្នកជិតខាងបានគ្រប់ក្បាលរត់ទៅបង្គន់បរោះនោះបានឃើញស្នាមរបួសដ៏គួរឲ្យរន្ធត់នៅត្រង់របស់ខ្លួនបរោះមិនសប្បាយចិត្តប្រញាប់យកកាំបិតមកការពារខ្លួនដំណឹងនេះកំពុងចាក់ផ្សាយតាមទូរទស្សន៍នៅពេលនេះនិយាយថាមេរោគបាត់បង់ឆ្លងតាមរយៈការខំនឹងកោសអ្នកឆ្លងនឹងមានភ្នែកក្រហមក៏អាចញ៉ាំមនុស្សបានដែរវាបានកើតឡើងដែលអ្នកជិតខាងចេញមកបរោះនោះបានប្រតិកម្មគាត់បានលើកកាំបិតហើយបង្ខំអ្នកជិតខាងរបស់គាត់ឲ្យចាក់ចេញអ្នកជិតខាងបានព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្យល់ថាគាត់មិនឆ្លងទេប៉ុន្តែភ្នែករបស់គាត់ប្រែជាក្រហមបន្តិចម្ដងហូរឈាមអ្នកជិតខាងនៅតែចេញទៅបរោះនោះបានស្ទុះទៅបិទទ្វារពេលនោះមានសំឡេងស្រែកនៅខាងក្រៅទ្វារគាត់បានប្រមូលភាពក្លាហានដើម្បីមើលតាមរន្ធភ្នែកអ្នកជិតខាងបានរងទុក្ខរយៈពេលយូរបានកន្លងផុតទៅបរោះនោះក៏មិនបានជាសះស្បើយដែរបន្ទាប់មកគាត់បានទទួលសារពីគ្រួសាររបស់គាត់ពួកគេមិនអាចត្រឡប់មកវិញបានទេទុកមួយឃ្លាឲ្យបរោះនោះរស់នៅបានសុខបរោះនោះប្រញាប់ហៅមកវិញប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយទេគាត់អាចរស់បានដោយខ្លួនឯងប៉ុណ្ណោះបរោះចាប់ផ្ដើមរៀបចំសម្រាប់ការរស់រានមានជីវិតធ្វើកម្រាលឥដ្ឋនៅក្នុងបន្ទប់ដើម្បីងាយស្រួលសង្កេតមើលទ្វារបន្ទាប់មកប្រើទូទឹកកកដើម្បីបិទទ្វារដើម្បីការពារខ្មោចឆៅមិនឲ្យចូលហើយបិទបង្អួចដោយក្រដាសខ្លាចពន្លឺដូច្នេះ zombie សម្គាល់ខ្ញុំប៉ុន្តែជារៀងរាល់យប់មានការស្រែកពីច្រករបៀងគាត់ភ័យណាស់រហូតមិនហ៊ានចូលដេកនៅយប់នោះបរោះនោះស្រាប់តែសំឡេងចម្លែកមួយវាមកពីបង្គន់គាត់ចាប់ដំបងវាយកូនបាល់យ៉ាងតឹងហើយរំកិលទៅជិតភ្លាមនោះគាត់បានឃើញស្រមោលមួយចាប់ហើយវាជាខ្មោចឆៅបរោះនោះលាក់ខ្លួនយ៉ាងលឿនមិនហ៊ានបញ្ចេញសំឡេងខ្ញុំគ្រាន់តែសំឡេងដើរចូលមកយឺតសំណាងល្អសំប៊ីរកមិនឃើញគាត់បរោះត្រូវតែសាកល្បងវាគាត់បានឆ្លៀតឱកាសផ្អៀងទៅលើហើយវាដំបងយ៉ាងខ្លាំងនេះគឺជា zombie ដំបងដែលគាត់បានសម្លាប់យឺតបរោះម្នាក់ទម្លាក់ខ្លួនចុះក្រោមប្រើ surfboard ដើម្បីបិទរោមខ្យល់គាត់បានធូរស្រាលហើយឥឡូវនេះប៉ុន្តែបញ្ហាធំបំផុតឥឡូវនេះមិនមែនមានតែខ្មោចឆៅទេមិនយូរប៉ុន្មានទឹកនិងអាហារនៅក្នុងផ្ទះនឹងត្រូវកាត់ផ្ដាច់ហើយមានតែអាហារនិងទឹកគ្រប់គ្រាន់ដើម្បីរស់បាន3ថ្ងៃបរោះនោះហៀបនឹងដួលរំពេចនោះមានសញ្ញាចេញពីទូរស័ព្ទដៃរបស់គាត់បរោះនោះប្រញាប់ហៅពុកម្ដាយបន្ទាប់ពីហៅជាយូរមកហើយទីបំផុតខ្ញុំបានឆ្លងកាត់ប៉ុន្តែអ្វីដែលបានមកតាមទូរស័ព្ទគឺសំឡេងឪពុកម្ដាយដែលកំពុងតស៊ូនឹងការណែនាំចុងក្រោយរបស់ពួកគេបរោះអស់សង្ឃឹមទីបំផុតគាត់មិនអាចកាន់វាទៀតទេនៅថ្ងៃបន្ទាប់បរោះនោះហែកកាសែតចេញពីបង្អួចដាក់ខ្សែពួរជុំវិញរបស់អ្នកគាត់បានដាក់ខ្សែពួរហើយដកដង្ហើមវែងត្រៀមខ្លួនដើម្បីទាត់លាមកប៉ុន្តែភ្លាមនោះគាត់បានរកឃើញអ្វីមួយមិនអាចជួយបានប៉ុន្តែមើលដោយប្រុងប្រយ័ត្នមាននារីម្នាក់នៅលើយ៉រទល់មុខនៅតែមានមនុស្សរស់នៅទីនេះបរោះនោះមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំស្ទើរតែសម្លាប់ខ្លួនឯងគាត់បានដោះខ្សែពួរយ៉ាងលឿនដេកនៅលើបង្អួចហើយមើលឲ្យកាន់តែជិតរហូតដល់ស្ត្រីទល់មុខបិទវាំងនិនបរោះនោះបានចង់ក៏សម្លាប់ខ្លួនទាំងយប់នៅថ្ងៃបន្ទាប់គាត់បានប្រមូលភាពក្លាហានឡើងទៅលើយ៉រមាន zombies នៅខាងក្រោមគាត់បានស្វាគមន៍យ៉ាងឆាប់រហ័សជាមួយនឹងការកត់សម្គាល់ទីបំផុតស្ត្រីនោះបានជឿហើយនៅតែមានមនុស្សរស់នៅមនុស្សពីរនាក់កំពុងសរសេរនឹងជែកគ្នាបានដឹងថាស្ត្រីនោះគ្មានទឹកបរោះនោះបានត្រាំកីឡាបេស្បលមួយទៅក្នុងខ្សែពួរឲ្យស្ត្រីចាប់វាជាប់ច្រវាក់ទៅនឹងយ៉ររក្សាមាញ់បានត្រៀមរួចរាល់បរោះម្នាក់យកទឹកដាក់លើក្រណាត់ព្យួររុញទៅស្ត្រីប៉ុន្តែដបបានប៉ះនឹងផ្លូវដែកហើយបានបន្លឺសំឡេងយ៉ាងខ្លាំងខ្មោចឆៅសំឡេងចាប់ផ្ដើមវាទៅរកស្ត្រីបរោះដើម្បីការពារស្ត្រីប្រញាប់បោះដបទឹកដាក់នាងប៉ុន្តែពេលនេះបរោះនោះត្រូវបានលាតត្រដាងហើយ zombies កំពុងលូនទៅរកនាងទ្វារជិតត្រូវបានរុញដោយ zombies បរោះត្រូវបានវាយប្រហារពីភីគីទាំងពីរប្រញាប់ឡើងឲ្យស្ត្រីនោះត្រឡប់ទៅវិញប្រញាប់ចូលបន្ទប់ដោយខ្លួនឯងចាក់សោទ្វារយ៉រសង្កត់លើទូទឹកកក
ការវាយប្រហារនៅមាត់ទ្វារបានឈប់ប៉ុន្តែគ្រោះថ្នាក់មិនទាន់ឈប់នៅឡើយទេ Zombies កំពុងវារឡើងលើយ៉គាត់មិនអាចបើកទ្វារបានទេគ្រាន់តែវាយកញ្ចក់រឹងរាល់ពេលវាសាហាវជាងលើកក្រោយទៀតបុរសនោះបានយកដំបងវាយកូនបាល់ហើយអោនយឺតរងចាំពេលដែល Zombies ទម្លុះកញ្ចក់ហើយដួលបុរសនោះប្រញាប់ចេញពីទ្វារវាដំបងឲ្យខ្លាំងតាមដែលអ្នកអាចធ្វើបានរហូតដល់ Zombies ត្រូវបានបំបែកជាបំណែកសកម្មភាពនេះបានធ្វើឲ្យបុរសមានភាពក្លាហានទីបំផុតគាត់ក៏សម្រេចចិត្តចេញទៅរកគ្រឿងផ្គត់ផ្គង់ខ្លះបុរសធ្វើសកម្មភាពស្រាលសំណាងល្អវាស្ងប់ស្ងាត់នៅក្នុងច្រករបៀងមានតែអ្នកជិតខាងដែលស្លាប់បុរសនោះបានដកសោចេញពីខ្លួនយ៉ាងលឿនប៉ុន្តែពេលគាត់ងាកមកមើលឃើញខ្មោចកំពុងរត់បែបនេះបុរសនោះក៏ដួលភ្លាមហើយធ្វើពុតជាស្លាប់បន្ទាប់មកខណៈពេលដែល Zombies កំពុងតែរត់គាត់បានយកកូនសោចេញយ៉ាងលឿនហើយបើកទ្វារខ្មោចឆៅបានឮសំឡេងនោះហើយងាកមកយ៉ាងលឿនបុរសនោះបានបិទទ្វារនៅពេលចុងក្រោយគាត់ចាប់ផ្ដើមរុករកផ្ទះពេលបើកទ្វារបន្ទប់ដេកឃើញមានសពនៅខាងក្នុងបុរសនោះបានយកមួកសុវត្ថិភាពមកលើដីហើយគប់ទៅគាត់សំណាងល្អគ្មានអ្វីកើតឡើងទេគាត់បានបើកទូទឹកកកប៉ុន្តែវារលួយអស់សំណាងល្អមានប័រសណ្ដែកនៅក្នុងទូហើយគាត់ក៏បានរកឃើញនំមួយចំនួនបុរសនោះបានរកឃើញថាម្ចាស់ផ្ទះចូលចិត្តដើរលេងហើយត្រូវតែមានរបស់ដែលមានប្រយោជន៍គាត់ត្រឡប់ទៅបន្ទប់គេងវិញទីបំផុតរកឃើញកាបូបដើរលេងក្រោមគ្រែវាក៏មានខ្សែឡើងលើគ្រែផងដែរបុរសនោះគ្រាន់តែលូកដៃចេញគាត់បានវាយដោយផ្ទាល់ទៅលើបុរសនោះហើយខំគាត់នៅពេលគាត់បើកមាត់របស់គាត់បុរសនោះបានយកសាត្រាស្លឹករឹតឡើងភ្នំយ៉ាងលឿនហើយសម្លាប់ខ្មោចឆៅទាញយកប្រយោជន៍ពី Zombies នៅខាងក្រៅដោយមិនយកចិត្តទុកដាក់រត់ទៅផ្ទះយ៉ាងលឿនគ្មានពេលដកដង្ហើមធូរស្បើយទេគាត់ដោះសម្លៀកបំពាក់ចេញយ៉ាងលឿនហើយពិនិត្យសំណាងល្អខ្ញុំមិនត្រូវបានខំទេអ្វីដែលធ្វើឲ្យបុរសកាន់តែសប្បាយចិត្តនោះគឺមាន walkie-talkie 2នៅក្នុងកាបូបបុរសជៀសវាងការបាត់បង់ចំណូលនៅពេលយប់បោះ walkie-talkie ទៅយករបស់ស្ត្រីនៅថ្ងៃបន្ទាប់គាត់ភ្ញាក់ឡើងដោយសំឡេងមួយវាជាសំឡេងរបស់ស្ត្រីអ្នកទាំងពីរបានជេរគ្នាជាយូរមកហើយតើនៅមានអ្នកណានិយាយជាមួយនៅក្នុងរឿងអាប៉ូឡូទេគឺជាសុភមង្គលដ៏ធំបំផុតមិនយូរប៉ុន្មានបុរសនោះក៏សម្រេចចិត្តស្វែងរកសម្ភារៈបន្ថែមមួយចំនួនទៀតច្រករបៀងត្រូវបានកាន់កាប់ដោយមនុស្សបាត់បង់រួចហើយបុរសនោះបានសម្រេចចិត្តលូនតាមបំពង់ខ្យល់ដើម្បីស្វែងរកការផ្គត់ផ្គង់មួយចំនួននៅក្នុងបន្ទប់ផ្សេងទៀតវាពិតជាមានសុវត្ថិភាពជាងនៅទីនេះមិនយូរប៉ុន្មានបុរសនោះបានរកឃើញគោលដៅរបស់គាត់ហើយលោតចុះក្រោមគាត់បានពិនិត្យអាងូតទឹកហើយមានឈាមប៉ុន្តែសំណាងដែលខ្ញុំមិនបានបាត់បង់វាក្រោយពីបញ្ជាក់ថាវាមានសុវត្ថិភាពបុរសនោះក៏បើកទូដាក់ទូនោះយ៉ាងលឿនអោព្រះជាម្ចាស់ឲ្យវាជាអាហារទាំងអស់មានសំបីតែខូឃីបុរសនោះស្ទើរស្រក់ទឹកភ្នែកបន្ទាប់ពីបានញ៉ាំមួយដុំគាត់ប្រញាប់ប្រាប់ស្ត្រីនោះអំពីដំណឹងល្អស្ត្រីនោះបានសួរគាត់ថាតើវាមានសុវត្ថិភាពនៅទីនេះទេបុរសធានាថាទូទឹកកកមានសុវត្ថិភាពទល់នឹងទ្វារប៉ុន្តែស្ត្រីនោះបានប្រតិកម្មខុសគ្មាននរណាម្នាក់នៅក្នុងផ្ទះទេហេតុអ្វីបានជាទូទឹកកកសង្កត់ទ្វារបុរសនោះបានដឹងថាមានអ្វីខុសហើយក៏ងាកមកវិញខ្ញុំដកដង្ហើមធូរស្រាលវាបានប្រែក្លាយទៅជាបុរសចំណាស់ម្នាក់ក្រោយពីបានបញ្ជាក់ថាអ្នកទាំងពីរនៅមានជីវិតបុរសចំណាស់បានទម្លាក់អាវុធចោលគាត់ឃើញបុរសនោះឃ្លានក៏ចាប់ផ្ដើមយកអ្វីមកហូបខ្ញុំនៅតែខ្លាចបុរសនោះព្រួយបារម្ភដូច្នេះខ្ញុំញ៉ាំច្រើនពេកបុរសនោះបានអរគុណគាត់យ៉ាងប្រញាប់ប៉ុន្តែក្រោយមកបុរសចំណាស់ក៏ចាប់ផ្ដើមសួរបុរសនោះថាតើគាត់មានគូកនឬអត់បុរសនោះមានការប្រុងប្រយ័ត្នខ្លាំងណាស់ហើយបាននិយាយថាទេក្រោយមកបុរសចំណាស់បានសុំគាត់ហូបបន្ថែមទៀតប៉ុន្តែគាត់មិនព្រមបុរសចំណាស់នោះមិនខឹងទេហើយសុំបុរសនោះយកស្រាមួយកែវទៀតមកចាំបុរសនោះងាកក្បាលពេលភ្ញាក់ពីដំណេកម្ដងទៀតមានស្ត្រីចំណាស់ខ្មោចឆៅម្នាក់នៅពីមុខគាត់នាងគឺជាប្រពន្ធរបស់បុរសចំណាស់វាប្រែថាបុរសចំណាស់ស្រឡាញ់គាត់ខ្លាំងណាស់បើទោះជាគាត់ប្រែទៅជាខ្មោចឆៅក៏ដោយក៏បុរសចំណាស់ម្នាក់នេះស្ទាក់ស្ទើរក្នុងការសម្លាប់គាត់ខ្ញុំបានសម្លាប់ឆ្កែគ្រួសារហើយទុកវាចោលតែពេលនេះសាច់ឆ្កែអស់ហើយគ្រាន់តែពេលបុរសម្នាក់លេចមុខបុរសចំណាស់អាចធ្វើការសម្រេចចិត្តដំបូងប៉ុណ្ណោះទើបតែត្រៀមខ្លួនធ្វើសកម្មភាពរំពេចនោះមានសម្លេងមួយនៅខាងក្រៅវាគឺជាស្ត្រីដែលកំពុងនិយាយនៅលើ walkie-talkie រងចាំបុរសចំណាស់ចេញទៅក្រៅបុរសហត់ស៊ូយ៉ាងព្រៃផ្សៃទីបំផុតបានដាច់ខ្សែរងចាំបុរសចំណាស់ចូលមកបុរសនោះបានរុញយ៉ាងខ្លាំងឲ្យគាត់ធ្វើម្ហូបឲ្យប្រពន្ធគាត់បុរសនោះយកកាបូបហើយចង់ចាក់ចេញប៉ុន្តែខ្ញុំបានឮស្ត្រីម្នាក់និយាយថា Zombies ចូលផ្ទះរបស់គាត់បុរសនោះបានប្រញាប់ប្រញាល់ទៅសង្គ្រោះគាត់តែយកហើយមើលអព្រះជាម្ចាស់ឲ្យផ្ទះរបស់គាត់ពោពេញទៅដោយខ្មោចឆៅបុរសនោះប្រញាប់ទៅយកទាញក្រណាត់ហើយលោតចុះក្រោមមកដល់ពេលនេះ Zombies បានមកដល់ហើយបុរសម្នាក់ប៉ះកាំភ្លើងចំក្បាលជីជើប្រញាប់ប្រញាល់ទៅរកគាត់ដោយឆ្កួតកាំភ្លើងឥឡូវគ្មានប្រយោជន៍ទេស្ត្រីនោះក៏ប្រញាប់ទម្លាក់ក្រណាត់ចោល
ឲ្យបុរសឡើងលើគាត់ផ្លាស់ទីយ៉ាងលឿនប៉ុន្តែនៅតែមាន zombie តាមដានមនុស្សតាំងចិត្តទទួលបានប្រាជ្ញាឡើងទៅយកកាត់បន្ទះក្រណាត់ធ្វើឲ្យ zombie ធ្លាក់ចុះគាត់ចង់ឲ្យស្ត្រីលោតចុះរងចាំទទួលគាត់អ្នកទាំងពីរអបយ៉ាងណែនបន្ទាប់មករត់ពេញផ្លូវរត់ទៅផ្លូវសុវត្ថិភាពពីទីនេះអ្នកអាចពាក់វីទៅផ្ទះបុរសប្រាប់លេខផ្ទះរបស់ស្ត្រីបន្ទាប់មកបើកទ្វារដោយខ្លួនឯងពីរាងការវាយប្រហាររបស់ zombie គាត់ត្រូវបាន zombie ច្របាច់នៅជាន់ក្រោមកាប់នឹងខំរហូតដល់ស្លាប់ពេលនៃវិបត្តិស្ត្រីលើកឈើឆ្កាងវាឲ្យខ្លាំងទីបំផុតពួកគេត្រូវបានរក្សាទុកអ្នកទាំងពីររត់ទៅផ្ទះទាំងអស់មុនពេលចូលខ្មោចឆៅកំពុងមកបុរសជ្រើសរើសប្រយុទ្ធតែម្នាក់ឯងស្ត្រីនោះបានមើលដោយអស់សង្ឃឹមខណៈដែលគាត់ត្រូវបានខ្មោចឆៅដួលភ័យស្លន់ស្លោសំណាងល្អបុរសនោះបានមកវិញគាត់ខ្លាចគាត់ឈឺចាប់មិនហ៊ានចូលទៅជិតស្ត្រីបុរសដើររហូតដល់យ៉ប្រសិនបើអ្នករកឃើញរបួសណាមួយគាត់អាចលោតចេញពីទីនេះស្ត្រីនោះបានយំអង្វរគាត់កុំឲ្យធ្វើបែបនេះសំណាងល្អបុរសនោះមិនមានរបួស